ដល់រដូវកាលជុំបិណ្ឌអញ្ចឹងបើបានចេញឈុតឲ្យអ្នកទាំងអស់គ្នាទស្សនាទេក៏អស់ចិត្តទេថ្ងៃនេះមកធ្វើឈុតចេញពីស្លឹកចេកឈុតបែបជុំបិណ្ឌទៅវត្តអញ្ចឹងមកឲ្យអ្នកទាំងអស់គ្នាទស្សនានឹងដើម្បីអបអរសាទរពិធីបុណ្យជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងផងដែរដំបូងមុននឹងបានឈុតនឹងមួយគឺយើងចាប់ផ្ដើមទៅកាត់ស្លឹកចេកដោយសារខែភ្លៀងអញ្ចឹងស្លឹកចេកគឺថាខៀវសង្កត់ច្រនខ្លាំងមែនទែនអញ្ចឹងយើងធ្វើរហូតដល់3ឈុតយើងត្រូវប្រើស្លឹកចេករាងច្រើនបានជាខ្ញុំជ្រើសរើសយកស្លឹកចេកធ្វើឈុតថ្ងៃនេះដោយសារជាវិធីបុណ្យជុំបិណ្ឌអញ្ចឹងគេវិញសំវិញអីប្រើស្លឹកចេកអញ្ចឹងជ្រើសរើសយកស្លឹកចេកដើម្បីធ្វើជាឈុតឆ្នៃចេញជាឈុតជុំបិណ្ឌដើម្បីទៅវត្តអីចឹងទៅប៉ុន្តែយើងអត់បានពាក់ឈុតនឹងទៅវត្តទេគឺយើងឆ្នៃហើយយើងស្លៀកគ្រាន់តែថតតំណាងដើម្បីអបអរសាទរពិធីបុណ្យជុំបិណ្ឌអីអញ្ចឹងឯងមើលបើសិនតែខ្ញុំធ្វើហើយខ្ញុំពាក់ឈុតនឹងទៅវត្តមិនដឹងជាផ្អើលលោកផ្អើលអ្នកមើលប៉ុណ្ណាទេមិនដឹងថាផ្អើលនឹងគេទៅសើឬក៏ផ្អើលគេជេរឬក៏គេលក្ខណៈថាគេថាយើងឈួតអីអញ្ចឹងតែអត់ជាបញ្ហាទេនេះគ្រាន់តែការច្នៃប្រឌិតដើម្បីយើងពាក់តំណាងអញ្ចឹងពីឈុតប្រពៃណីខ្មែរយើងដែលខ្ញុំអាចច្នៃចេញពីស្លឹកចេកនេះគ្រាន់តែការបង្ហាញពីទេពកោសល្យមួយដែលយើងមានអ្នកទាំងអស់គ្នាក៏មាន talent អីផ្សេងៗគ្នាដែរដោយសារការបញ្ចេញ talent របស់យើងគឺវាមានផ្សេងៗគ្នាអញ្ចឹងហើយថ្ងៃនេះយើងទៅថតបងមេរិយានគាត់ជូនទៅទៀតដោយសារបើយើងទៅថតគឺយកមានអីជីទេអញ្ចឹងគាត់មានឡានជីអញ្ចឹងគាត់បញ្យោបញ្ញុំទៅថតហើយកន្លែងដែលយើងថតគឺយើងទៅរកកន្លែងណាដែលមានស្រុកស្រែស៊ីជាមួយនឹងធម្មជាតិដែលយើងពាក់ឈុតធម្មជាតិហើយពិបាកខ្លាំងមែនទែនដោយសារកន្លែងដែលយើងត្រូវឡើងចុះហ្នឹងវាស្បែកជើងកែងផងវាសពាត់ស្លឹកឈើផងដូចអ្នកទាំងអស់គ្នាដឹងអញ្ចឹងវារឆាប់នឹងលះហែអញ្ចឹងហើយបញ្ញុំត្រូវឡើងចុះទៅវារាំងពិបាកប៉ុន្តែពេលយើងមកដល់កន្លែងហ្នឹងហើយមានដើមថ្នោតខ្មែរហើយភ្លៀនភ្លឺស្រែជាមួយនឹងស្រូវអីអញ្ចឹងទៀតគឺថាបេក្រូនហើយនឹងមនុស្សគឺស៊ីគ្នាខ្លាំងមែនទែនហើយយើងមកថតបែបស្រុកស្រែនឹងជុំបិណ្ឌអីអញ្ចឹងទៅឈុតស្លឹកឈើនេះហើយយើងចំណាយពេលធ្វើប្រហែលជា 4-5 ម៉ោងទេធ្វើភ្លាមគឺថតភ្លាមក្នុងថ្ងៃហ្នឹងផ្ទាល់ដោយសារប្រកួតជួយធ្វើដែលយើងពាក់3នាក់អញ្ចឹងតែអាវអីខ្ញុំដេរទាំងអស់ប៉ុន្តែសពតអីផ្សេងប្រកួតជួយខ្លះយើងគ្រាន់តែប្រាប់ថាត្រូវដេរមិនម៉េចម៉ូតមិនម៉េចអីអញ្ចឹងជាលទ្ធផលដែលយើងទទួលបានយើងថតបែបស្រុកស្រែដល់ចង្អុលនេះចង្អុលនោះលេងចេះលេងចុះតាណាប៉ុន្តែជាសកម្មភាពដែលយើងថតហើយអ្នកទាំងអស់គ្នារេតឲ្យឈុតនេះប្រហែលពាក់រយនៅរដូវកាលជុំបិណ្ឌចូលចិត្តការច្នៃម៉ូដរបស់កញ្ញាស្លឹកឈើកុំភ្លេចជួយចែករំលែកម្នាក់មួយហើយចូល follow page ម្នាក់មួយផងអរគុណ